ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងនឹងការ download កម្មវិធី Word Microsoft Word Office ចូលទៅក្នុងកុំព្យូទ័រ MacBook ដែលប្រើបានយូរណាស់បាទអញ្ចឹងរបស់ដែលខ្ញុំត្រូវធ្វើគឺដូចអ្វីដែលខ្ញុំបានបង្ហាញខាងលើនេះតនៅ comment មួយចំនួនដូចខ្ញុំបានបង្ហាញហ្នឹងអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅធ្វើទាំងអស់គ្នាបាទចឹងជាដំបូងអ្នកទាំងអស់គ្នាត្រូវ download file Microsoft Office ហ្នឹង download file zip របស់វាបាទខ្ញុំនឹងតម្លាក់ link ដើម្បីឲ្យអ្នកទាំងអស់គ្នាហ្នឹងទៅ download នៅក្នុងនឹងយកមកប្រើណាបាទអាហ្នឹងសម្រាប់តែ computer Mac វា support group model ណាត្រាប់ចាប់ពី model 16 18ឡើងទៅណាបាទដល់ M1 M2 ចឹងទៅចឹងដល់ពេលអ្នកទាំងអស់គ្នាទៅ download នោះ file ហ្នឹងវារៀងពណ៌សចឹងដល់ពេលអ្នកទាំងអស់គ្នា extra មកវានឹងចេញពណ៌ខៀវបែបនេះចឹងនៅក្នុង folder ពណ៌ខៀវហ្នឹងវាមានកម្មវិធី Word Excel PowerPoint ហើយនឹង Outlook ហើយនឹង file Crack សម្រាប់ Crack ណាបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញទាក់ទងនឹងការ download Word មួយសិនចុះហើយទាក់ទងនឹង Microsoft Word PowerPoint ចាំអ្នកនរគ្នាធ្វើតាមហ្នឹងទៅគឺដូចតែគ្នាទេណាបាទព្រោះ Mac ត្រូវ install ម្ដងមួយឲ្យដូច Windows ទេណាអញ្ចឹងអ្នកនរគ្នាដល់ចុចលើវាហើយយកពាក្យ Open ហើយយកពាក្យថា Install មកបន្តមកទៀតវានឹង load ចេញមកបែបនេះណាបាទនេះបែបនេះអញ្ចឹងអ្នកនរគ្នាក៏ចុច Continue អូខេហើយនេះគឺជា information របស់កម្មវិធី Word នៅហ្នឹងអ្នកនរគ្នាចង់អានក៏អានទៅបាទនេះវាបែបហ្នឹងតើតើនឹង guideline មកគេហើយយើងចុច Continue ទៀតហើយយើងចុច Agree ហើយមកដល់កន្លែងនេះគឺជាកន្លែងយើងត្រូវ install ដាក់នៅណានៅលើ computer របស់យើងគឺយើងចុចលើអាហ្នឹងទៅយើងបាច់ចាំធ្វើអីទៀតទេហើយអ្នកនរគ្នាចុច Continueតោះមកនេះអ្នកអាចចុច install ហើយវានឹងឲ្យយើងនឹង verify password computer របស់យើងណា computer screen របស់យើងហ្នឹងអា password screen computer យើងហ្នឹងអ្នកនរគ្នាធ្វើការវាយបញ្ចូលមកហើយចុចពាក្យថា install software បន្តមកទៀតមកដល់កន្លែងនេះវាកំពុងតែតម្លើងរងចាំវាបន្តិចវានឹងតម្លើងពេញណាបាទចាំបន្តិចទៅអូខេនេះទៅហើយអត់យូរទេណាកន្លែងអត់យូរទេលឿនដែរទេអូខេពេញហើយបាទឥឡូវពេញហើយទៅពេលពេញហើយវានឹងលោតពាក្យថា successfully ហើយយើងចុច close មក note បន្តិចកន្លែងហ្នឹងអ្នកទាំងអស់គ្នាកុំចុចបើកកម្មវិធី Word ហ្នឹងណាពេលយើង download ហើយវាច្បាស់ជាយើងវាយទៅវានឹងឃើញ Word នៅកន្លែងយើងចុច comment space មកសម្រាប់ Word នេះយើងវាយទៅវានឹងឃើញពាក្យថា Word មកប៉ុន្តែយើងកុំបើកវានៅកន្លែងហ្នឹងអ្នកទាំងអស់គ្នាកុំបើកវាយើងត្រូវចូលទៅ run file មួយទៀតដែលមាននៅក្នុង folder ហ្នឹងណាអញ្ចឹងយើងចូលទៅកាន់ folder យើងដែលបានហ្នឹងនៅក្នុងហ្នឹងសិនមកអ្នកទាំងអស់គ្នាទៅ install package របស់ Office Mac ហ្នឹងសិនណានេះអ្នកទាំងអស់គ្នាចូលទៅកាន់ Office ហើយចូលកន្លែងនោះយកពាក្យថា Office VL ណា VL series ចុច mouse ស្ដាមលើវាមកហើយចុច open with ហើយអ្នកទាំងអស់គ្នាចុច install ណាបាទបន្តមកអាហ្នឹងអត់យូរទេអ្នកទាំងអស់គ្នាចុច continue ទៀតមកហើយចុច continue ទៀតហើយចុច agree បាទដល់ continue ទៀតរងចាំវាបន្តិចទៅហើយយើងធ្វើការ wipe password computer របស់យើងហ្នឹងហើយអ្នកទាំងអស់គ្នាចុច install software បន្តមកទៀតវានឹង load ពេញនេះចុច close ទៅបាទអញ្ចឹងអ្នកទាំងអស់គ្នាចាំចូលទៅកាន់បើកកម្មវិធី Word របស់យើងណាបាទអូខេនេះអ្នកអត់បើកទៅនឹង load ទាំងមួយអញ្ចឹងអ្នកនរគ្នាចាំ connect account ទេអានេះបើយើងចង់ connect account ក៏បានដែរខ្ញុំបាច់ចុច connect ចុចខ្វែងទៅហើយអ្នកនរគ្នាសាក់បើកกระดาษទៅអ្នកនរគ្នានឹងឃើញយើងអាចបញ្ចូលអីបានធម្មតានេះឃើញទេបាទគឺយើងដាច់បាន crack ហើយណាយើង crack ហើយឃើញទេបាទចឹងមកណាបាទអូខេហើយនៅក្នុងហ្នឹងតើតើនឹងដូចជាបាលអីគេកន្លែងនេះគឺជាកន្លែង update ទៅតាម version របស់ Microsoft Office Word នៅអ្នកនរគ្នាចង់ចុច update អត់ទៅហើយតើតើនឹង PowerPoint អីទៀត Excel ទៀតនេះអ្នកនរគ្នាចាំធ្វើដូច Word ដែរមកណាបាទដោយសារតែ Mac គឺត្រូវតម្លើងម្ដងមួយបែបហ្នឹងណានេះសល់3ទៀតអ្នកនរគ្នាតម្លើងខ្លួនឯងហើយតើតើនឹង file download ខ្ញុំនឹងដាក់នៅក្នុង link comment ណាបាទអូខេចឹងតើតើនឹងគេ install បើអ្នកទាំងអស់គ្នាមានអីអាចសួរបានណាវីដេអូនោះមានតែប៉ុណ្្នឹង